ចឹងខ្ញុំសុំសង្ខេបមកវិញថាធ្វើម៉េចឲ្យបកែគឺមើល5ទី1ជឿថាយើងកើតមកនេះមានរឿងមួយអស្ចារ្យដែលយើងអាចធ្វើបានទី2ប្រឹងប្រែងរៀនកុំដាក់ចុះឲ្យសោះប្រឹងរៀនកាន់តែខំរៀនគឺកាន់តែចេះទី3កុំយកចំណេះដឹងហើយអត់ធ្វើអីកុំខ្លាយជាមនុស្សចេះចោលទៅទៀតខ្លាយជាមនុស្សចេះមានប្រយោជន៍យកចំណេះដឹងមកធ្វើមកអនុវត្តឧស្សាហ៍ព្យាយាមខិតខំប្រឹងប្រែងទី4រស់ជាមនុស្សត្រូវមានសុជីវធម៌រស់នៅល្អមានសីលធម៌ល្អពីព្រោះយើងត្រូវគិតថានៅពេលដែលយើងមានសុជីវធម៌រស់នៅល្អមានសីលធម៌ល្អបង្កើតនៅសេចក្តីស្រឡាញ់និងការជឿទុកចិត្តពីអ្នកដទៃអាជីវកម្មគឺកិច្ចការធំដុំវារីចម្រើនទៅបានលុះត្រាតែមានការស្រឡាញ់និងទុកចិត្តពីអ្នកដទៃបានយើងអាចធ្វើកិច្ចការធំបានចុងក្រោយត្រូវតែមានបញ្ញាពីព្រោះកិច្ចការធំមិនអាចដឹកនាំដោយភាពល្ងងបានទេ